សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ភាគថ្មីរបស់យើងបន្តទៀតហើយទោះប្រកសុទ្ធកាន់នាងខំខាំងស្អីទៅចំណូលចិត្តចម្លើយស្អីអ្នកទាំងអស់គ្នាទោះប្ររបស់យើងបកាយញាស់ដែរហ្នឹងណាគ្មានទៅបើយើងឡើងភ័យសុំតខ្ញុំសំវល់លោកខំខាំងខ្ញុំអីទោះប្រក៏និយាយទៅនាងគិតចំពោះគាត់បែបហ្នឹងមែនទេបើមិនចង់នៅទីនេះនោះទេក៏មិនរៀងទេយើងអាចចាក់ចេញពីទីនេះបានគ្រប់ពេលនិយាយរួចទោះប្ររបស់យើងក៏អាចចាក់ចេញទៅបន្តមកទោះស្រីនឹងក៏ដើរមកមើលទីនេះឃើញថាមានទ្វារអាចកំបាំងនៅទីនេះនាងភ្ញាក់ផ្អើលខ្លាំងមែនទេអូយទ្វារអាចកំបាំងគេមិនពិតជាចង់ខំខាំងខ្លួនរបស់ខ្ញុំពិតមែនទេអីនៅយប់ឡើងទូប្រក៏ចូលទៅក្នុងទ្វារមួយនឹងផ្លុកចំណែកគ្មានទៅបើយើងមិនចាំយូរនោះឡើយក៏បញ្ញាផ្ទៀងទៅជាបននាងស្ដាប់ចង់ដឹងទៅទូប្រនៅខាងក្នុងកំពុងតែធ្វើស្អីអូយទូស្រីបើយើងធ្វើទឹកមុខឡើងគួរឲ្យស្រឡាញ់តែម៉ងឡើងខ្ជូតដោយសារតែចង់ដឹងថាខាងក្នុងមានអីបើគាត់ទូស្រីក៏បញ្ញាទៅរកមើលកន្លឺដើម្បីចុចបើកទ្វារមួយនឹងចុចត្រង់កន្លែងនេះប៉ទ្វារនឹងស្រាប់តែបើកចេញតែម៉ងហើយទូស្រីលបចូលទៅខាងក្នុងដើម្បីមើលកាន់តែច្បាស់មានតែចូលមកដល់ខាងក្នុងឃើញទូប្របើយើងកំពុងតែងូតទឹកឃើញបែបនឹងទូស្រីបំរុងនឹងចេញទៅវិញទៅហើយប៉ុន្តែត្រូវបានទូប្រប្រាប់នាងឲ្យឈប់សិនទូប្រសួរថាមិនបានជានាងមកលួចមើលគាត់ងូតទឹកអូយអត់នោះទេខ្ញុំពិតជាមិនដឹងថាទីនេះគឺជាបន្ទប់ទឹកនោះទេខ្ញុំនឹងចេញទៅវិញឥឡូវនេះទូប្រចាំទៅឲ្យទូស្រីទៅស្រួលតែជួបមកដល់ទីនេះហើយចង់ទៅណាវិញហ៎ខ្ញុំគឺជាប្រធានក្រុមហ៊ុនចូលស៊ីគ្រប់ទាំងមូលមានមនុស្សស្រីច្រើនណាស់ដែលចង់មកនៅលើក្រែជាមួយនឹងខ្ញុំនាងស្លៀកសិចស៊ីយ៉ាងនេះតែចង់បាននៃបែបនោះមែនទេអូយក្មេងទៅបើយ៉ាងក៏ប្រាប់ទៅអត់ទេនាងក៏មិនបានគិតបែបនឹងចំពោះគាត់នោះទេប្រហែលជាគាត់យកច្រឡំហើយនាងនឹងចេញទៅខាងក្រៅឥឡូវនេះទូប្រក៏ប្រាប់ទៅវិញយឺតពេលហើយក្រោយនាងនិយាយថាគាត់គឺជាមនុស្សវិកលចរិតនោះអីអញ្ចឹងគាត់នឹងធ្វើជាមនុស្សវិកលចរិតឲ្យនាងឃើញទូស្រីនាងក៏ខត់ធ្វើបែបនោះអត់បាននោះទេពីព្រោះនាងមករដូវទូប្របើយើងប៉ណ្ណាអត់ខ្វល់ទេទូស្រីឃើញថាមិនស្រួលក៏បញ្ញាប់ទៅកាន់មីវនិយាយរឿងនៅទូប្រចង់ធ្វើរឿងនេះនោះប្រាប់ទៅកាន់មីវបន្តមកទូប្រក៏ទិញទូរស័ព្ទយកមកនិយាយវិញម្ដងមីវប្រាប់ថាគាត់ក៏មិនអាចប៉ះពាល់មិត្តភក្តិរបស់នាងបាននោះទេព្រោះថាទូស្រីមានផ្ទៃពោះហើយទូស្រីស្រាប់លើបែបហ្នឹងឡើងងឹតមកឈឹងត្មាងអូយមិនដឹងថានិយាយមិនទៀតក៏ចុចបិទខ្លួនឯងត្មាងទៅទូប្រថារាងកាយរបស់ស្រីពិតជាពិសេសណាស់មានផ្ទៃពោះហើយនៅអាចមានរដូវបានទៀតកុំខ្វល់អីទៅយើងបន្តទៀតទៅមានណាគ្មានទៅបើយើងឃើញបែបនឹងស្រែកឡើងខ្លាំងតាមពិតអ្នកទាំងអស់គ្នាទូប្របើយើងលោទូស្រីបើយើងទេអួយបានលោគេអញ្ចឹងសាច់ឡើងស្រះតាម៉ាងនៅថ្ងៃនេះទូស្រីបានមកទទួលម៉ាក់បាននាងចេញពីមន្ទីរពេទ្យប៉ុន្តែអ្នកមីងមិនសប្បាយចិត្តនោះទេខឹងជាមួយនឹងកូនស្រីហើយគាត់បានឆែកមើលកាមេរ៉ាសុវត្ថិភាពនៅឯផ្ទះប៉ុន្មានថ្ងៃនេះមិនដែលឃើញទូស្រីត្រឡប់ទៅផ្ទះនោះទេហើយទូស្រីក៏ខកទៅប៉ុន្មានថ្ងៃនេះនាងបានទៅស្នាក់នៅផ្ទះរបស់មីវហើយអ្នកមីងមិនបានសួរនាំអីច្រើននោះទេយកព្រមជឿទៅហើយគាត់ក៏បានផ្ដាំនាងឲ្យផ្ដាំទៀតនៅក្មេងដែលខាតក៏មានស្នេហាអីនៅថ្ងៃនេះជំនួយការក៏បានចូលមកប្រាប់ទូប្រមនុស្សដែលបានជួយគាត់នៅពេលនេះរកឃើញហើយម្នាក់នោះគឺជាអូនជីដូនមួយរបស់តង់ប៉ៅជូដើម្បីឲ្យប្រកាសទូប្រក៏បានទៅចាប់ស្មារបស់នាងហើយនាងបានសម្ដែងឡើងសំធ្វើដូចជាឈឺណាស់អញ្ចឹងបន្តមកជំនួយការក៏ប្រកល់ផុសតាងដែលអាចបញ្ជាក់ថានាងគឺជាមនុស្សម្នាក់នឹងពិតមែនហើយថែមទាំងបានប្រាប់ទៀតថា5ឆ្នាំមុននាងពិតជាបានរៀននៅសាលាចៀងហៃទូប្រសប្បាយចិត្តខ្លាំងមែនទែនដែលបានរកឃើញមនុស្សដែលបានជួយគាត់កាលពីឆ្នាំនោះបន្តមកទូប្រក៏បានប្រកល់កាតឲ្យនាងដែលនៅក្នុងនោះមានលុយ10លានហើយនឹងបានសួរឈ្មោះរបស់នាងផងដែរហើយនាងក៏ប្រាប់ទៅនាងមានឈ្មោះថាម៉ាឈីវមីនៅពេលនេះម៉ាឈីវមីរស់នៅដូចជាព្រះនាងអញ្ចឹងហើយនាងក៏ឆ្លៀតសួរទៅកាន់ជំនួយការប្រអប់ទៅដែលទូប្រកានកាលពីថ្ងៃមុនគឺជាអីហើយជំនួយការក៏សម័យនៅឃើញទៅដល់វារបស់នោះគឺជាចិញ្ចៀនពណ៌ផ្កាឈូកដែលមានតែមួយគត់នៅលើឡូឈ្មោះថាគ្រឿងលម្អរបស់ព្រះមហេសីមានតម្លៃ100លានឯណោះហើយនាងក៏សួរទៅគាត់ចង់ជូនវាឲ្យនាងមែនទេជំនួយការក៏ប្រាប់ថានៅថ្ងៃនេះម៉ាឈឺមីបានយកអាហារទូប្ររបស់យើងដល់ក្រុមហ៊ុននាងបាននិយាយញែកញាក់ដាក់ទូប្រទូស្រីនៅក្បែរនឹងស្ដាប់លើហើយឡើងជ្រេញតែម៉ាងពេលដែលកំពុងតែឈររងចាំចរាយន្តទូប្របាននិយាយទៅកាន់ទូស្រីរបស់យើងអូយទូស្រីក៏និយាយមកទៅកាន់គាត់វិញទៅមើលទៅដូចជាខឹងជាមួយនឹងគេអញ្ចឹងជុំដល់ក្នុងអอฟហ្វិសទូប្របានសម្លឹងទៅមើលកែវទឹកដែលទូស្រីនាងបានឲ្យគាត់កាលពីថ្ងៃមុនមិនតែប៉ុណ្ណោះថែមទាំងលួចមើលទូស្រីរបស់យើងតាមកាមេរ៉ាសុវត្ថិភាពទៀតពេលដែលជំនួយការមកដល់ក៏បានអើតមើលឃើញផងដែរអូយទូប្រក៏លេចឃើញជំនួយការរៀងខ្មាស់អៀនហើយគាត់ក៏និយាយដោះសារថាធ្វើការពិនិត្យមើលការងារពីចម្ងាយប៉ុន្តែជំនួយការមិនជឿនោះទេពិនិត្យមើលការងារអីមើលទៅទូស្រីតែម្នាក់អញ្ចឹងនៅពេលដែលជំនួយការចេញទៅផុតបន្តិចទូប្របានទិញទូរស័ព្ទរបស់គាត់មកមើលទូស្រីទៀតហើយស្របពេលនោះជំនួយការបានចូលមកវិញយកអាហារមកឲ្យទូប្រដោយគ្មានសម្លេងហើយគេក៏បានអើតមើលទូប្ររបស់យើងសាជាថ្មីម្ដងទៀតទូប្រក៏លេចឆ្វាច់ឡើងចង់លួសព្រលឹងតាម៉ាងគេចូលមកនេះយកស៊ុបមកឲ្យទូប្រដែលម៉ាឈីមីគឺជាអ្នកធ្វើយកមកឲ្យគាត់ប៉ុន្តែទូប្រអត់ញ៉ាំនោះទេប្រាប់ឲ្យជំនួយការយកទៅញ៉ាំតែគាត់គ្រាន់តែញ៉ាំទឹកទៅបានហើយនៅយប់នេះទូប្របានមកចាំទូស្រីដើម្បីជូននាងត្រឡប់ទៅផ្ទះវិញទូស្រីមិនអរគុណឲ្យថែមទាំងនិយាយបែបខឹងទៅកាន់គាត់ទៀតនេះគឺនៅមុខក្រុមហ៊ុនណាលោកនៅទីនេះខ្ញុំឡើងឡានរបស់លោកមិនខ្លាចបុគ្គលិកឃើញហើយនិយាយដើមទេហ៎ទូប្រក៏ស្រែកទៅអាណាគេហ៊ាននិយាយដើមយើងវើយទូស្រីថាក៏ត្រូវដែរបុគ្គលិកស្រីរាប់ពាន់អ្នកនៅក្នុងក្រុមហ៊ុននេះនាងក៏មិនដឹងថានាងគឺជាអ្នកទីប៉ុន្មានដែលត្រូវបានទូប្រហែឡើងឡានដែរតែអូយនិយាយសម្ដីបែបហ្នឹងបញ្ញាគេតែម៉ងហ្នឹងទូប្រក៏និយាយថាថ្ងៃនេះទូស្រីយ៉ាងម៉េចហ្នឹងនិយាយស្ដីចម្លែកអូយបើមិនចូលចិត្តស្ដាប់ទេលោកចាត់ទុកថាខ្ញុំមិនបាននិយាយទៅចោះបន្តមកទូប្រក៏ប្រាប់ឲ្យទូស្រីបើយើងឡើងឡានទូស្រីក៏ប្រាប់ទៅមកប្រាប់របស់នាងមកទទួលនាងហើយទូស្រីនឹងក៏បានទេទូរស័ព្ទហៅគេសតហានី
ទូប្រកេតថាមិនតាន់រៀបការផងហើយគេសុទ្ធតែលុបប្តីបាត់ហើយមីវក៏ប្រាប់ទូស្រីរបស់យើងវិញថាមីវមានការបន្តមិនអាចមកទទួលនាងបានទេមានអីក្មេងទៅរបស់យើងក៏បន្តអរិយាប័ត្រដាក់ទៅកាន់ទូប្រុសវិញស្របពេលគ្នាម៉ាឈឺម៉ៃក៏បានទៅមកកាន់ទូប្រុសនាងប្រាប់ថានាងមិនស្រួលខ្លួនឲ្យទូប្រុសទៅវិញកំដរនាងអូយទូប្រុសក៏បញ្ញាប់ត្រឡប់ទៅវិញដល់តុក្មេងតូចចោលតែម៉ាងពេលដែលទូប្រុសចេញទៅក្នុងចិត្តរបស់ទូស្រីឡើងថប់តាមពិតទៅអ្នកទាំងអស់គ្នាម៉ាឈឺម៉ៃបានជឿអីនោះទេនាងហៅទូប្រុសត្រឡប់មកវិញចំបកគោរឹករាងកាយរបស់នាងឲ្យគាត់សោះនិយាយភាសាសាមញ្ញគេថាហោអាចប៉ុន្តែចុងក្រោយអំបិលខេត្តកពតទូប្រុសមិនមែនមនុស្សចិត្តងាយណាស់អ្នកមើលបានចិត្តងាយបន្តមកម៉ាឈឺម៉ៃក៏សួររឿងកាដូដែលទូប្រុសបានត្រៀមឲ្យនាងចង់សម្ដៅទៅលើចិញ្ចៀនមួយនោះទូប្រុសក៏ប្រាប់ទៅកាន់នាងថាចាំស្អែកគាត់នឹងឲ្យគេយកមកឲ្យនឹងឯស្អែកម៉ាឈឺម៉ៃខឹងខ្លាំងមែនទែនព្រោះថារបស់ដែលនាងចង់បានមិនមែនជាខ្សែកនេះនោះទេហើយនាងក៏បានមកម៉ាយដាក់បម្រើនៅជុំវិញខ្លួនរបស់នាងតាម៉ាងកាត់មកកាន់ទូប្រុសរបស់យើងនៅថ្ងៃនេះបំរុងនឹងនិយាយសុំទោសរឿងការប្រយុទ្ធមិញប៉ុន្តែម៉ាឈឺម៉ៃនាងបានចូលមកកាន់ផ្ដាច់តាម៉ាងនាងបានធ្វើអាហារពេលព្រឹកយកមកឲ្យទូប្រុសស្របពេលគ្នាចរាយន្តរបស់ទូប្រុសបានបើកហើយគាត់ក៏បានចាក់ចេញពីទីនឹងបាត់ទៅបន្ទាប់មកម៉ាឈឺម៉ៃនាងក៏បានណែនាំខ្លួនរបស់នាងប្រាប់ទៅកាន់ទូស្រីហើយនាងមកពីសាលាណានឆាងហើយទូស្រីក៏នឹកឃើញនាងវិញទៅទូស្រីគិតថាក្រែងនាងត្រូវបានសាលាដេញចេញកាលពីឆ្នាំនោះហើយតែម៉ាឈឺម៉ៃក៏បបួលទូស្រីឲ្យទៅជជែកគ្នាលេងនៅយប់នេះទូស្រីមិនហ៊ានបដិសេធនោះទេដោយសារតែគេនឹងគឺជាមនុស្សរបស់ទូប្រុសនាងក៏យល់ព្រមទៅនៅពេលដែលទូស្រីមកដល់ក្នុងផ្ទះនេះនាងក៏សួរពីទំនាក់ទំនងទូប្រុសជាមួយនឹងម៉ាឈឺម៉ៃអ្នកបម្រើស្រីម្នាក់នេះក៏ឆ្លើយជំនួសគឺជាគូតដឹងជាមួយនឹងគ្នាម៉ាឈឺម៉ៃថាទូប្រុសគឺជារបស់នាងកុំឲ្យទូស្រីប្រាល្បីចូលមកនៅក្បែរគាត់ឲ្យសោះទូស្រីក៏ប្រាប់ទៅម៉ាឈឺម៉ៃប្រហែលជាយល់ច្រឡំហើយនាងមិនបានគិតអីជាមួយនឹងទូប្រុសសម្បីតែបន្តិចនោះទេមានឬក៏គ្មានគឺនាងច្បាស់នៅក្នុងចិត្តរបស់ខ្លួនឯងបាននាងហៅខ្ញុំមកគឺដើម្បីនិយាយរឿងនេះជាមួយនឹងខ្ញុំសុំទោសផងខ្ញុំគ្មានពេលកំដរនាងទេម៉ាឈឺម៉ៃមិនព្រមឲ្យទូស្រីទៅងាយៗនោះឡើយនាងចង់ឲ្យទូស្រីចាក់ចេញពីក្រុងនេះហើយនាងក៏បកគលលុយ1លានឲ្យទៅកាន់ទូស្រីប៉ុន្តែត្រូវបានទូស្រីរបស់យើងបដិសេធបន្តមកម៉ាឈឺម៉ៃក៏គប់កណ្ដាលមកបោះនាងតាម៉ាងមិនតែប៉ុណ្ណោះថែមទាំងបោះត្រាទៅកាន់ទូស្រីទៀតអូយក្មេងតូចរបស់យើងក៏បោះត្រាទៅឲ្យវិញទៅហើយម៉ាឈឺម៉ៃក៏ប្រើមនុស្សរបស់នាងឲ្យចូលមកចាប់ទូស្រីហើយម៉ាឈឺម៉ៃក៏បានយកដបស្រាមកវេក្បាលរបស់នាងបាត់របស់ទូស្រីដោយមានអាសរអញ្ចឹងកិញតិចផោតអ្នកបម្រើម្នាក់នេះក៏ចាប់ដៃរបស់ទូស្រីទៅសង្កត់លើអំបែងកែវហ្នឹងម៉ាឈឺម៉ៃបានចន់ដៃរបស់ទូស្រីបន្ថែមទៀតនាងប្រឹងយកអំបែងកែវទៅឆោតមុខរបស់ទូស្រីទៅហើយប៉ុន្តែជាសំណាងល្អដែលទូប្រុសនៅពេលនេះបានមកដល់ល្មមមានអាការទូស្រីនាងក៏យកកាបូបវាយទៅកាន់ម៉ាឈឺម៉ៃទូប្រុសបានចូលមកឃើញផ្ទាល់ភ្នែករបស់គាត់ទាំងពីរគាត់ក៏បញ្ញាប់ចូលមករកម៉ាឈឺម៉ៃនិងគិតថាទូស្រីគឺជាមនុស្សអាក្រក់ម៉ាឈឺម៉ៃក៏ញញឹកដាក់ទៅកាន់ទូប្រុសបើទូប្រុសមិនបានមកនោះទេនាងប្រកាសជាត្រូវគេវាយស្លាប់ជាមិនខានទូស្រីក៏និយាយទៅវិញម៉ាឈឺម៉ៃគឺជាអ្នកវាយនាងមុនប៉ុន្តែខ្ញុំឃើញនាងវាយគេវាយខ្ញុំឬមួយមិនឲ្យខ្ញុំតតដៃទេបន្ទាប់មកម៉ាឈឺម៉ៃនាងក៏ប្រាប់ទៅនាងជាមួយនឹងទូស្រីគឺជាមិត្តរួមវិទ្យាល័យជាមួយនឹងគ្នានាងបានហៅទូស្រីមកផ្ទះស្មានមិនដល់ថាទូស្រីមានដៃជើងលួចខ្សែករបស់នាងឲ្យនៅវាយនាងទៀតហើយខ្សែករបស់នាងក៏នៅក្នុងកាបូបរបស់ទូស្រីទូប្រុសប្រាប់ឲ្យទូស្រីឲ្យកាបូបនឹងមកគាត់មកទូស្រីក៏ប្រកែកថាមិនបានលួចនោះទេហើយទូប្រុសក៏សម្លុតឲ្យនាងបកគលកាបូបមកឲ្យគាត់អូយក្មេងតូចរបស់យើងខឹងដែរបោះទៅឲ្យគាត់ព្រោះតាម៉ាំងពេលដែលគាត់ឆែកទៅឃើញថាមានខ្សែកនៅក្នុងកាបូបរបស់នាងពិតមែនមុននេះបន្តិចអ្នកបម្រើស្រីម្នាក់នេះបានយកខ្សែកមួយនឹងទៅដាក់ក្នុងកាបូបរបស់ទូស្រីបន្តមកទូប្រុសដេញទូស្រីរបស់យើងឲ្យចេញទៅគាត់ក៏មិនចង់ឃើញមុខរបស់នាងទៀតនោះទេអូយក្មេងតូចរបស់យើងខឹងដល់កក្នុងភ្នែកពោពេញទៅដោយទឹកភ្នែកចំណែកទូប្រុសឃើញទូស្រីយំចឹងក៏អាណិតដែរបើទោះបីជាទូស្រីយំប៉ុណ្ណឹងក៏នៅតែស្រស់ស្អាតដែរខោអីតែអ្នកមើល single មកចាប់របស់ខ្ញុំវិញយំឡើងដិនដកឡើងចង់ដាច់ខ្យល់តាម៉ាងនៅពេលដែលទូស្រីចេញទៅផុតបន្តិចគាត់បានកលេចឃើញនៅលើឥដ្ឋមានឈាមម៉ាឈឺម៉ៃឃើញចឹងក៏ឈរដៃរបស់នាងមានរបួសទៅហើយនឹងប្រាប់ទៅកាន់ទូប្រុសថានឹងគឺជាឈាមរបស់នាងទូប្រុសឃើញបែបនឹងខឹងជាមួយនឹងទូស្រីខ្លាំងមែនទែនមិននឹកស្មានទូស្រីនាងធ្វើបែបនេះសោះកាត់មកកាន់ក្មេងតូចដល់កំសត់របស់យើងឯនេះវិញដើរនៅលើដងផ្លូវពេលយប់តែម្នាក់ឯងដែលឈឺនោះគឺមជ្ឈុំនោះទេអ្វីដែលឈឺខ្លាំងនោះគឺចិត្តរបស់នាងតាម៉ាងពេលនឹងទូស្រីបំរុងនឹងដួលទៅហើយប៉ុន្តែឈិនសាបានមកចាប់ទូស្រីរបស់យើងហើយគេចូលមករកទូស្រីរបស់យើងមិនដែលមានគោលបំណងល្អនោះទេដៃរបស់គេបំរុងនឹងចាប់គូតរបស់ទូស្រីប៉ុន្តែដោយសារតែឃើញជំនួយការរបស់ទូប្រុសឈិនសាគេក៏មិនហ៊ានធ្វើវិញទៅបន្តមកគេជូនទូស្រីទៅកាន់មន្ទីរពេទ្យជំនួយការក៏តាមពីក្រោយគេផងដែរនឹងឯស្អែកទូប្រុសក៏ប្រាប់ឲ្យជំនួយការទៅស៊ើបរឿងការពីម្សិលមិញគាត់ต้องប៉ៅជួបបានមករកទូស្រីរបស់យើងប្រាប់ថាទូប្រុសរកនាងនៅពេលដែលនាងមកជួបទូប្រុសបានកលេចឃើញដៃរបស់នាងមានរបួសនៅលើដៃរបស់នាងយ៉ាងម៉េចហ្នឹងបើលោកចាំមិនឈប់ខ្ញុំអាចនិយាយតាមត្រង់បានខ្ញុំអាចទៅបានគ្រប់ពេលទូប្រុសថាគាត់គ្មានន័យអញ្ចឹងនោះទេទូស្រីក៏និយាយទៅវិញទៅក្រែងតែគាត់និយាយថាមិនចង់ជួបមុខរបស់នាងទៀតទេមែនទេទូប្រុសប្រាប់ថានោះគ្រាន់តែជាពាក្យសម្ដីខឹងរបស់គាត់នោះទេហើយរឿងនោះក៏បានស៊ើបហើយគាត់នឹងបកគោលភាពស្អាតស្អំឲ្យនាងវិញទូស្រីក៏ប្រាប់ទៅភាពស្អាតស្អំលែងជាបញ្ហាទៀតហើយគ្រាន់តែសង្ឃឹមថាគាត់ជាមួយនឹងគូតដឹងរបស់គាត់ថ្ងៃក្រោយលេងមកញ៉ៃញ៉ៃជាមួយនឹងនាងទៀតអូយក្មេងតូចរបស់យើងក៏ចាក់ចេញទៅវិញទាំងទឹកមុខរបស់នាងមិនសប្បាយចិត្តនោះទេនៅយប់នេះឈិនសាបានមករងចាំទូស្រីរបស់យើងនៅមុខក្រុមហ៊ុនតាម៉ាងហើយទូស្រីនាងក៏បានចូលទៅក្នុងឡានរបស់គេទៀតទូប្រុសបានចេញមកឃើញឆ្ងល់ថាអ្មេចបានជានាងឡើងឡានរបស់គេបែបនេះត្រឡប់មកដល់ផ្ទះវិញទូប្រុសខូចចិត្តខ្លាំងពេកបានមកអង្គុយប៉ោកស្រាតែម្នាក់ឯងអស់ឡើង
ច្រើននេះទូស្រីអញ្ជើញឈិនសោយញ៉ាំបាយហើយនាងបានប្រាប់គេថាក្រោយពីបានមកពេលនេះរួចហើយរវាងពួកនាងមិនចាំបាច់មានទំនាក់ទំនងអីជាមួយនឹងគ្នាទៀតទេបានមកពេលនេះចាត់ទុកថានាងអរគុណគេដែលបានជួយនាងកាលពីថ្ងៃមុនឈិនសោយក៏ធ្វើជាយល់ព្រមនិងបានឲ្យទូស្រីបើយើងផឹកស្រាមួយកែវដែលគេបានដាក់ថ្នាំចូលទៅក្នុងនោះទូស្រីមិនបានគិតអីនោះទេក៏ផឹកស្រានឹងទៅបន្ទាប់ពីទូស្រីត្រូវថ្នាំឲ្យគេបាននាំទូស្រីចូលមកក្នុងបន្ទប់គេបានស្រង់ក្លិនបាននាងប៉ុន្តែនាងរញជាចេញទៅឆ្ងាយវ៉ាន់ឈីងទីបំផុតយើងយកនាងបានហើយគេសប្បាយចិត្តគេអ្នកទាំងអស់គ្នារំគវិក្តាច់អាចរបស់គេយ៉ាងមានក្តីសោកប៉ុន្តែមិនថាបានក្តីសោកផងស្រាប់តែមួយជើងប៉ាងទៅកលៀនជាងទូប្រុសសាប់យកដូចទៅពាំងបន្ទាប់ពីត្រូវរៀងច្រើនដែរទូប្រុសក៏ប្រាប់ឲ្យគេនឹងចេញទៅអូយក្មេងតូចដោយសារតែត្រូវថ្នាំសមឲ្យទូប្រុសជួយនាងផងទូស្រីបំរុងនឹងថាទៅកាន់គាត់ទៅហើយប៉ុន្តែទូប្រុសបានរុញនាងចាញ់វ៉ាន់ឈីងនាងមើលច្បាស់ថាខ្ញុំគឺជាអ្នកណាតើអ្នកទាំងអស់គ្នាខ្ញុំសូមបញ្ចប់សាច់រឿងរបស់យើងត្រឹមតែប៉ុណ្្នឹងសិនកុំភ្លេចរងចាំទស្សនានៅភាពបន្តណា